បានជាយើងសម្រេចចិត្តរៀបការគឺព្រោះថាពួកយើងស្រឡាញ់គ្នាយើងក៏បានក្តីសុខមួយគ្រាប៉ុន្តែចានក្នុងរាវគង់ទង់កិច្ចតែអូនបែកគិតថាជារឿងធំអូនស្រែកយំចោទបងប្តីមិនល្អអូនក្រឡឹបឲ្យគ្រួសារវឹកវរហើយក៏ដើរមកប្រាប់បងថាយើងលែងគ្នាទៅបងមិនអាចធ្វើតាមចិត្តអូនទេសូមមានមេដឹងចិត្តបងច្បាស់ទៅអូនមកសុំលែងឆៅតើចិត្តស្មោះពីលពើនៅឯណាអូនពិតជាធ្លាប់ស្រឡាញ់បងលែងនួនអងគួរមានចិត្តមេត្តាហើយសន្តោសប្រណីដល់រីរំរាអូនក៏សុំសន្យាថាឈប់ឲ្យអូនខូចចិត្តគ្នាវិញទៅប្រពន្ធសំឡាញ់យើងត្រូវគ្នាវិញទៅតើបានទេក៏ត្រូវយ៉ាងណាក៏អូនគួរតែនិយាយគ្នាឲ្យបានច្បាស់អូនគួរតែនឹកឃើញដល់កូនយើងនៅតូចណាស់មិនគួរអូនគិតផ្ដេសផ្ដាស់តាំងអមបែបនេះយើងសម្រេចចិត្តរៀបការគឺព្រោះថាពួកយើងស្រឡាញ់គ្នាយើងក៏បានក្តីសុខមួយគ្រាប៉ុន្តែចានក្នុងរាវគង់ទង់កិច្ចតែអូនបែកគិតថាជារឿងធំអូនស្រែកយំចោទបងប្តីមិនល្អអូនប្រឡឹបឲ្យគ្រួសារបងហើយក៏ដើរមកប្រាប់បងថាយើងលែងគ្នាទៅអាចធ្វើតាមចិត្តអូនទេសូមមានមេដឹងចិត្តបងច្បាស់ទៅអូនមកសុំលែងឆៅតើចិត្តស្មោះពីលពើនៅឯណាអូនពិតជាធ្លាប់ស្រឡាញ់បងលែងនួនអងគួរមានចិត្តមេត្តាហើយសន្តោសប្រណីដល់រីរំរាបងក៏សុំសន្យាថាឈប់ឲ្យអូនខូចចិត្តគ្នាវិញទៅប្រពន្ធសំឡាញ់យើងត្រូវគ្នាវិញទៅតើបានទេក៏ត្រូវយ៉ាងណាក៏អូនគួរតែនិយាយគ្នាឲ្យបានច្បាស់